ធ្លាប់តែញ៉ាំស៊ុបសាច់គោថ្ងៃនេះមកធ្វើស៊ុបត្រីក្រហមញ៉ាំម្ដងគឺថារសជាតិប្លែកម្យ៉ាងដែរតាធ្វើស៊ុបត្រីក្រហមស្របពេលមេឃភ្លៀងជីវិតណាអេមស្នេហ៍ទៀតហើយថ្ងៃនេះមេឃភ្លៀងតិចហើយបានស៊ុបហត់ក្តៅទៀតគឺថារសជាតិញែកហ្មងសម្រាប់គ្រឿងគ្រឿងផ្សំរបស់ខ្ញុំមានគល់លឹកត្រីលឹកក្រូចរំដេងនិងខ្ទឹមបារាំងហើយនេះម្ទេសឆ្អើរហើយខ្ទឹមសខ្ទឹមក្រហមក៏ខ្ញុំបានចិញ្ចាំរួចជាការស្រេចសម្រាប់ត្រីខ្ញុំបានយកត្រីមួយក្បាលហើយខ្ញុំកាត់វាជាកង់ចេះណាប្រហិតខ្ញុំមានប្រហិតសាច់គោហើយក៏មិនភ្លេចជាមួយនឹងសាច់គោផងដែរសាច់គោខ្ញុំហាន់រួចជាការស្រេចសម្រាប់បន្លែរបស់ខ្ញុំមានស្ពៃបូកគោនិងតកួននេះខ្ញុំយកតាដើមខ្ញុំអត់យកស្លឹកទេហើយមួយទៀតនេះជាមួយនឹងប៉េងប៉ោះផ្សិតម្ជុលនិងម្អមវាធ្វើទឹកស៊ុបសម្រាប់ខ្ទឹមសខ្ទឹមក្រហមខ្ញុំធ្វើការរំលីងសិនបន្ទាប់ពីរំលីងខ្ទឹមសខ្ទឹមក្រហមនឹងឲ្យឈ្ងុយស្ងួតហើយទៅខ្ញុំដាក់ជាមួយនឹងម្ទេសឆ្អើរចូលតមកទៀតខ្ញុំដាក់ជាមួយនឹងគល់លឹកត្រីលឹកក្រូចហើយជាមួយនឹងរំដេងធ្វើការរំលីងដើម្បីឲ្យគ្រឿងនឹងវាឈ្ងុយស្ងួតហើយទៅខ្ញុំចាក់ទឹកចូលសម្រាប់ទឹកខ្ញុំដាក់រៀងច្រើនបន្តិចដោយសារតែខ្ញុំចង់បានទឹកស៊ុបច្រើនហើយទឹកពុះខ្ញុំដាក់ជាមួយនឹងខ្ទឹមបារាំងក៏ដូចជាដុំស៊ុបខ្នុរ2ដុំហើយនឹងម្ទេសបន្តិចណាហើយខ្ញុំបន្ថែមជាមួយនឹងប៊ីចេងជាមួយរ៉ូឌីស្ករស1ស្លាបព្រាបាយហើយជាមួយនឹងទឹកត្រីផងដែរតមកទៀតខ្ញុំបានរំងាស់ទឹកស៊ុបឲ្យវាចេញជាតិពីខ្ទឹមបារាំងនឹងមួយសន្ទុះហើយទឹកខ្ញុំដាក់ជាមួយនឹងទឹកខ្មេះខ្ញុំប្រើទឹកខ្មេះខ្មែរខ្ញុំដាក់ទឹកខ្មេះកន្លះវែងរសជាតិនៃទឹកស៊ុបរបស់ខ្ញុំប៉ុណ្ណឹងគឺល្មមមិនសាបមិនផ្អែមគឺមកល្មមប៉ែដោយសារតែយើងត្រូវការរើសជាមួយនឹងត្រីក្រហមនេះត្រូវយកអាណាស្រស់ណាដល់ពេលដែលញ៉ាំដាក់ចូលជាមួយទឹកស៊ុបទៅវាធ្វើឲ្យទឹកស៊ុបយើងនឹងបង្កើននៃរសជាតិឆ្ងាញ់ពីត្រីក្រហមហ្នឹងណាសាច់ត្រីក្រហមឡើងផ្អែមហើយទឹកជ្រលក់របស់ខ្ញុំគឺប្រើជាមួយនឹងទឹកតៅហ៊ូហើយនឹងទឹកត្រីកកង់នៅពេលដែលញ៉ាំទឹកខ្ញុំដាក់ត្រីក្រហមចូលហើយបើនិយាយពីសាច់គោមុននឹងរោពងទាអត់ឃើញតែឥឡូវរោពងទាឃើញបានមួយគ្រាប់ហើយតមកទៀតទឹកខ្ញុំដាក់ជាមួយនឹងប៉េងប៉ោះចូលដាក់ជាមួយនឹងស្ពៃបូកគោផ្សិតម្ជុលក៏ដូចជាតកួនផងដែរហើយប្រហិតនេះក៏ដាក់ចូលទៅដែរបន្ថែមជាមួយនឹងទឹកដោះគោស្រស់រួចជាការស្រេចរងចាំតែពេលពុះគឺញ៉ាំបដោយហើយដល់ពេលវាញ៉ាំនេះគឺថាខ្ញុំនៅតែពីអ្នកបងខ្ញុំទេតែពេលចឹងទៅខ្ញុំដាក់ត្រីតែប៉ុណ្្នឹងសិនណាទុកដល់ពេលល្ងាចទៀតបានញ៉ាំជុំគ្នាដោយសារតែក្មួយខ្ញុំអីក៏ទៅរៀនគួរអីចឹងណាហើយនិយាយទៅបងថ្លៃខ្ញុំអីក៏ទៅរត់ pass app អស់ហើយចឹងណាតែនៅតែពីអ្នកបងខ្ញុំចាំការទៀតពីអ្នកលៀងសិនហើយពេលថ្ងៃត្រង់ផងគឺថាឃ្លានណាហើយចៃដនអីធ្វើស៊ុបរួចរាល់ហើយវាភ្លៀងទៀតណានិយាយរួមតែអាកាសធាតុអំណោយផលមែនទែនតិចឲ្យហត់សុទ្ធក្តៅទេគឺថាញាក់ណាពីអ្នកបងខ្ញុំខ្ញុំបានដួសមួយចានទុកសិនឲ្យវាត្រជាក់ហើយខ្ញុំមកថតបងខ្ញុំសិនបងថតបងខ្ញុំកំពុងញ៉ាំនេះហើយគាត់ញ៉ាំគាត់ដាក់មីដោយសារតែគាត់ត្រូវញ៉ាំជំនួសបាយតែពេលយើងទៅគាត់ដាក់មីនេះគឺថាអើយមួយឆ្នាំងនេះ2នាក់មានអីលាងតដាច់ពាត់នឹងជាមួយមួយឆ្នាំងនេះណា
Chỉ trong cái em miền Anh vậy thì bông ôn là việc cài nhọt này bởi vậy bị rô chiếtในซุปត្រីក្រហមថ្ងៃហ្នឹងគឺឆ្ងាញ់រសជាតិឆ្ងាញ់បែបប្លែកម្យ៉ាងដោយសារតែធ្លាប់តែញ៉ាំស៊ុបគោស៊ុបអីតែពេលមកញ៉ាំស៊ុបត្រីក្រហមនេះគឺថារសជាតិចំមាត់ដែរតាហើយវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់ដែរជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ